ទិលគឺរថភ្លើងដែលក្រឡាប់ឃ្លីប្រេងមកខាងក្រៅមិនមែនជាប្រេងនាំចូលពីថៃទេគឺនាំចូលពីសង្ហបុរីតាមច្រកសមុទ្រដើម្បីចែកចាយនៅខេត្តភាគពីយប់កម្ពុជាជុំវិញករណីស្រុកផ្លូវរថភ្លើងបណ្ដាឲ្យទូរថភ្លើងចំនួន3ទូបានក្រឡាប់ឃ្លីប្រេងមកខាងក្រៅនៅចំណុច PK 191/600 ខ្សែដៃទិសខាងជើងស្ថិតនៅភូមិច្រេះឃុំអូតាប៉ោងស្រុកបាកានខេត្តពោធិ៍សាត់អ្វីដែលកត់សម្គាល់នោះមានសាធារណជននិងបងប្អូនសារព័ត៌មានខ្លះបានចុះផ្សាយធ្វើអត្ថាធិប្បាយចោទសួរថាប្រេងដែលដឹកមកនោះមានប្រភពមកពីណានាំចូលតាមណារបស់ក្រុមហ៊ុនអ្វីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថាខ្សែរថភ្លើងលេខ6535បានដឹកប្រេងចំនួន25ទូរបស់ក្រុមហ៊ុនសូគីមិចប្រភពនាំចូលពីប្រទេសសង្ហបុរីតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយចេញដំណើរពីស្ថានីយ៍ភ្នំពេញឆ្ពោះទៅស្ថានីយ៍ព្រីងបឹងកក់ខេត្តបាត់ដំបងដើម្បីចែកចាយនៅខេត្តភាគពីយប់របស់ប្រទេសកម្ពុជាមិនមែនជាប្រេងនាំចូលពីប្រទេសថៃដោយការប៉ាន់ស្មាននិងការអត្ថាធិប្បាយដោយគ្មានប្រភពព័ត៌មាននិងការផ្ទៀងផ្ទាត់ត្រឹមត្រូវនោះឡើយ